បើអ្នកទាំងអស់គ្នាចង់ប្រឡង IELTS writing 9ខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នានៅ tip មួយចំនួនដែលខ្ញុំអនុវត្តដើម្បីទទួលបានបន្ទុកនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នានៅ tip ចំនួន4ដើម្បីអ្នកទាំងអស់គ្នាអនុវត្តហើយទទួលបានបន្ទុកច្រើននៅក្នុងការប្រឡង IELTS reading ផងដែរអញ្ចឹង tip ទី1ដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នានោះគឺអ្នកទាំងអស់គ្នាត្រូវដឹងចំនួនឬក៏ប្រភេទ types of questions in IELTS reading អញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថានៅក្នុងការប្រឡង IELTS reading គឺមានចំនួន type question ហ្នឹងគឺមានរហូតដល់ចំនួន14ដូចជា matching heading matching paragraph matching feature true false not given choosing a title table completion multiple choice អញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថា different question types ប្រភេទសំណួរផ្សេងគ្នាត្រូវការ technique ផ្សេងៗគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចយកtechnique ឬក៏ strategy មួយហ្នឹងទៅ apply បានទាំងអស់ទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែព្យាយាមរកវិធី technique ណាមួយដើម្បីឲ្យអ្នកទាំងអស់គ្នាឧទាហរណ៍ថាក្នុងការប្រឡងគេសួរឲ្យអ្នកទាំងអស់គ្នា matching heading តើអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចអញ្ចឹងអ្នកទាំងអស់គ្នាអាចព្យាយាមរក technique ហ្នឹងសម្រាប់ខ្លួនឯងទៅប៉ុន្តែអ្វីដែលខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នានោះគឺថាអ្នកទាំងអស់គ្នាត្រូវចេះរបៀប skimming ហើយ scanning អាពីរ skill ហ្នឹងពិតជាសំខាន់មែនតើនៅក្នុង IELTS reading អញ្ចឹងអ្នកទាំងអស់គ្នាដើម្បីដឹងថាតើ skimming ធ្វើម៉េច scanning ធ្វើម៉េចអ្នកទាំងអស់គ្នាអាចទៅរកវីដេអូដែលខ្ញុំបានធ្វើឲ្យម្ដងហើយនៅក្នុងនេះ TikTok នេះអ្នកទាំងអស់គ្នាអាចមើលទៅហើយអ្នកទាំងអស់គ្នាអាចយក skimming ហើយ scanning ទៅអនុវត្តអញ្ចឹងការដែលអ្នកទាំងអស់គ្នាអាចដឹងប្រភេទសំណួរផ្សេងៗប្រើ technique អីអ្នកទាំងអស់គ្នាអាចជួយខ្លួនឯងឆ្លើយសំណួរបានលឿនហើយសម្រាប់ tip ទី2ដែលខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នានោះគឺថាអ្នកទាំងអស់គ្នាត្រូវតែមានការគ្រប់គ្រងពេលវេលាដែលល្អឬក៏យើងអាចហៅជាភាសាអង់គ្លេសថា time management អញ្ចឹងឬ manage your time wisely ហេតុអីនៅពេលដែលអ្នកទាំងអស់គ្នាអាចគ្រប់គ្រងពេលវេលាបានទាំងអស់អ្នកទាំងអស់គ្នានឹងអាចបញ្ចប់សំណួរទាំងអស់នៅក្នុង IELTS reading អញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងហើយនៅក្នុងការប្រឡងយើងមានរយៈពេល1ម៉ោងហើយយើងមាន40សំណួរហើយ passage ចំនួន3អញ្ចឹងទៅអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសឹកថា1នាទីហ្នឹងមកសំណួរហើយអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែពេលយើងខ្លីមែនតើយើងអាចចំណាយពេលរបស់យើងនឹងទៅអាន text ទាំងអស់បានទេឬក៏បើសិនជាយើងអាចធ្វើសំណួរណាមួយយើងអាច spend មួយសំណួរហ្នឹង5នាទីឬក៏10នាទីដើម្បីរកសំណួរហ្នឹងមួយបានទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំថាមួយសំណួរទទួលបានមួយបន្ទុកអញ្ចឹងគ្រប់សំណួរទាំងអស់មិនថានៅក្នុង passage 1 passage 2ឬក៏ passage 3ទេគ្រប់សំណួរទាំងអស់គឺមានបន្ទុកតែមួយទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចេះសំណួរណាមួយអ្នកទាំងអស់គ្នាត្រូវតែម្លងសិនទៅឬក៏ពេលដែលអ្នកទាំងអស់គ្នាសល់ពេលអ្នកទាំងអស់គ្នាអាចមកមើលវិញបានដោយសារតែយើងអត់មានពេលដើម្បីឆ្លើយសំណួរហ្នឹងទុកមកសំណួរហ្នឹងហើយឆ្លើយសំណួរផ្សេងបានទេហើយសម្រាប់ tip ទី3គឺខ្ញុំចង់ចាំអ្នកទាំងអស់គ្នាគឺថាសូមអ្នកទាំងអស់គ្នាអនុវត្តពី authentic practice test បានន័យថាអ្នកទាំងអស់គ្នាគួរតែ practice ពីសៀវភៅ Cambridge ដោយសារតែកម្រិតនៃភាពពិបាករបស់ test ប្រឡងមែនតើជាមួយនឹង Cambridge ហ្នឹងគឺវាពិបាកសារហាក់ប្រហាក់ប្រហែលគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាទៅធ្វើ website ណា randomly ដែលអត់ដឹងថា website ខ្លះវារៀងពិបាកជាងឬក៏វាស្រួលជាងទៅអញ្ចឹងវាអាចកំណត់ភាពលំបាកនៃ test របស់បានទេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែយក test IELTS ហ្នឹងពីពុកទី1រហូតដល់បុកទី20ហ្នឹងដើម្បីយកមកអនុវត្តហើយចុងក្រោយគេអ្វីដែលខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នាពិតជាសំខាន់មែនតើអញ្ចឹងបើអ្នកទាំងអស់គ្នាអាចឆ្លើយសំណួរបានអីបានប៉ុន្តែអ្នកទាំងអស់គ្នាអត់មានភាពចិត្តចង់ឬក៏ភាពផ្ដោតទៅលើពេលដែលអ្នកទាំងអស់គ្នាប្រឡងទេក៏អត់ល្អដែរអញ្ចឹងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាត្រូវបង្កើតនៃទម្លាប់នៃការអានដោយសារតែទម្លាប់នៃការអានអាចឲ្យយើងនឹងអនុវត្តឬក៏យើងអាចចង់ទៅលើការអានហ្នឹងឲ្យបានយូរដោយសារតែពេលដែលយើងប្រឡង IELTS reading យើងត្រូវតែផ្ដោតរយៈពេល1ម៉ោងតែបើមិនជាយើងអត់ដែរមានទម្លាប់នៃការអានផងហ្នឹងអញ្ចឹងពេលដែលយើងឃើញ reading ច្រើនយើងមានអារម្មណ៍ថាធុញហើយយើង frustrated គឺមានអារម្មណ៍ថាអត់ចង់ធ្វើហើយពិបាកមែនតើដោយសារអីតែយើងអត់ដែរទម្លាប់អានអញ្ចឹងខ្ញុំណែនាំទាំងអស់គ្នាអានយ៉ាងអន់ណាមួយថ្ងៃបានមួយសន្លឹកពីរសន្លឹកអានអនុវត្តជាកាសែតឬក៏សៀវភៅផ្សេងៗនៅពេលដែលអ្នកទាំងអស់គ្នាអានទៅវាធ្វើឲ្យអ្នកគ្នាមានភាពស៊ាំជាមួយនឹងការអានអញ្ចឹងពេលប្រឡងមែនតើអ្នកទាំងអស់គ្នាអត់ធុញថប់ហើយអាចផ្ដោតឬក៏ចង់អារម្មណ៍បានយូរអញ្ចឹងទៅអញ្ចឹង tips សម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយសូមអ្នកទាំងអស់គ្នាបើសិនជាមានសំណួរបន្ថែមអ្នកទាំងអស់គ្នាអាច comment below ហើយឬក៏អ្នកទាំងអស់គ្នាអាច comment ថាតើចង់ឃើញវីដេអូអីបន្តទៀតបាយ